ភាពជោគជ័យថាយើងយកអីវោះយើងយកហិរញ្ញវត្ថុទៅវោះយើងយកពេលវេលាទៅវោះឬក៏យើងយកអាចនិយាយថាលុយឬក៏ទ្រព្យសម្បត្តិទៅវោះប៉ុន្តែសម្រាប់ខ្ញុំភាពជោគជ័យមួយដែលខ្ញុំអាចគិតថាវោះបានហ្នឹងគឺតកតទៅនឹងការ good impact នៅក្នុងសង្គមរបស់យើងការផ្ដល់ភាពជាវិជ្ជមានទីមួយគឺតកតទៅនឹងការរេស្តង់ដារនៃការប្រព្រឹត្តឬក៏ការធ្វើអាជីវកម្មអចលនទ្រព្យឲ្យទៅដល់កម្រិតមួយដែលគេទទួលស្គាល់អតិថិជនមិនថាក្នុងស្រុកមិនថាបរទេសគាត់ស្រឡាញ់ហើយនឹងពេញចិត្តជាមួយនឹងសេវាកម្មរបស់យើងអានេះគឺជាចំណុចសំខាន់វាមិនមែនតែលុយមួយទេបាទលុយវាគ្រាន់តែជាចំណែកមួយនៃភាពជោគជ័យប៉ុន្តែយើងឃើញថាចំណែកជាច្រើនទៀតដែលវាជួយទៅដល់ក្នុងសង្គមឧទាហរណ៍ថាយើងជួយម្ចាស់គម្រោងមួយឲ្យគាត់អភិវឌ្ឍបានជោគជ័យអញ្ចឹងគាត់បានជោគជ័យសួរថាបានអីពីការជោគជ័យទីមួយគាត់បានផលិតលំនៅឋានទៅដល់អតិថិជនបានច្រើនលំនៅឋានហ្នឹងវាកាន់តែមានគុណភាពការប្រកួតប្រជែងហ្នឹងកាន់តែខ្លាំងធ្វើឲ្យលំនៅឋានកាន់តែមានគុណភាពអតិថិជនបានរបស់ល្អហើយតម្លៃសមរម្យហើយចុះវាមានប្រយោជន៍អីទៅដល់អតិថិជនគាត់ចាប់ផ្ដើមដឹងសារៈប្រយោជន៍នៃការប្រើប្រាស់ភ្នាក់ងារថានៅពេលដែលគាត់ធ្វើការជាមួយភ្នាក់ងារល្អអញ្ចឹងទៅវាមានប្រយោជន៍អីខ្លះសម្រាប់គាត់ long term មិនមែនគ្រាន់តែថាអូទិញថោកជាងគេទៅចប់ទេបាទជួនកាលទិញថោកលក់អត់ចេញដោយសារអត់មានអ្នកជួយគាត់ជួនកាលទិញទៅថ្លៃជ្រុលជួនកាលវាមានរឿងច្រើនបាទអញ្ចឹងវាសម្រាប់យើងគឺយើងផ្ដល់ប្រយោជន៍ទៅដល់ម្ចាស់គម្រោងផ្ដល់ប្រយោជន៍ទៅដល់អ្នកទិញហើយជាពិសេសគឺភ្នាក់ងាររបស់យើងបាទយើងបង្កើនចំណូលទៅដល់អ្នកងាររបស់យើងដែលជាអ្នកលក់នៅក្នុងក្រុមហ៊ុនធម្មតាក្រុមហ៊ុនកាន់តែរីកចម្រើនយើងផ្ដល់ឱកាសទៅដល់ភ្នាក់ងារកាន់តែច្រើនបង្កើនចំណូលទៅដល់ភ្នាក់ងារយើងកាន់តែច្រើនសួរថាតើវាមានចំណុចអីដែលជាវិជ្ជមាននៅក្នុងសង្គមសួរថា developer មានលុយចំណេញអតិថិជនមានលុយចំណេញភ្នាក់ងារមានលុយចំណេញវាចំណេញអីទៀតគេហៅ domino effect វាចំណេញទៅដល់អ្នកលក់បាយអ្នកបើក restaurant អ្នករត់ taxi អ្នករត់ pass up អ្នកអញ្ចឹងវាជា cycle មួយដែលជាចំណុចវិជ្ជមានហើយជាពិសេសក្នុងការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិយើង